ក្រុមវិសុបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់វីដេអូខ្ញុំសាជាថ្មីនៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនពីយើងញ៉ាំសាឡាត់ណាវាជួយទៅដល់រាងកាយរបស់យើងបងប្អូនសាឡាត់បំពងណាដូចជាកាដូបកៅដួងចង្រិតឬក៏កន្ទះឡង់អីចឹងណាហើយពាក់ព័ន្ធជាមួយនឹងសត្វល្អិតទាំងអស់ហ្នឹងគឺវាជួយទៅដល់រាងកាយរបស់យើងដែរគឺវាជួយដុតជាតិខ្លាញ់បាទវាធ្វើឲ្យខ្លាញ់របស់យើងហ្នឹងបាត់ពីសរសៃឈាមណាហើយពាក់ព័ន្ធជាមួយអត្ថប្រយោជន៍ដ៏សម្បូរបែបនេះមនុស្សយើងមួយចំនួនអត់បានដឹងទេព្រោះវាមានផ្ទុកនៅក្នុងសត្វល្អិតបំពងហ្នឹងក្រៅពីឆ្ងាញ់វាថែមនឹងជួយទៅដល់សុខភាពយើងផងដែរអញ្ចឹងពាក់ព័ន្ធជាមួយនឹងសុខភាពវិញគឺប្រសិនបើយើងត្រឡប់ទៅកាន់10ឆ្នាំមុនសម្រាប់អ្នកដែលទទួលទានសត្វល្អិតវាអាចជារឿងដែលចម្លែកនិងត្រូវអ្នករាល់គ្នាគិតថាយើងមិនគួរញ៉ាំណាវាជាខ្ពើមរអើមអញ្ចឹងណាហើយវាមិនតែប៉ុណ្ណោះទេបាទគឺត្រូវគេហាម5មិនឲ្យទទួលទានបន្តទៀតក៏មានដែរប៉ុន្តែបើក្រឡេកមកមើលឥឡូវបាទបច្ចុប្បន្នឥឡូវគឺយើងអាចសង្កេតឃើញថាវាមានសត្វល្អិតឃើញគេលក់ច្រើនបាទសត្វល្អិតបំពងហ្នឹងមានដូចជាកាដូបឬក៏កតេះឡង់ចង្រិតអីជាដើមទៅតាមបណ្ដោយផ្លូវនឹងមិនតែប៉ុណ្ណោះគឺវាមានតម្លៃហ្នឹងគឺតម្លៃក៏យ៉ាងថ្លៃសមរម្យដែរបងប្អូនបាទទោះបីជាយ៉ាងណាក៏ដោយទៅតាមរូបខាងក្រៅយើងយល់ថាសត្វល្អិតហ្នឹងគឺវាយើងមិនគួរទទួលទានក៏ពិតមែនតែប្រសិនបើបងប្អូនសាកល្បងទទួលទានប្រកាសជាយល់ថាឆ្ងាញ់និងជាប់ចិត្តជាក់ជាមិនខានទេបងប្អូនមួយយ៉ាងវិញទៀតក្នុងសត្វល្អិតទាំងនោះក៏វាសម្បូរទៅដោយសារធាតុចិញ្ចឹមតែមនុស្សយើងភាគច្រើនយល់ថារសជាតិពិតជាពិសេសខ្លាំងតែម្ដងអញ្ចឹងខ្ញុំនឹងលើកពីអត្ថប្រយោជន៍របស់វាពីសត្វល្អិតបំពងហ្នឹងណាបងប្អូនអញ្ចឹងមុននឹងបង្ហាញសូមឲ្យបងប្អូនជួយចុច like subscribe និងសញ្ញារូបកណ្ដឹងមួយផងដើម្បីទទួលបានវីដេអូថ្មីលើកក្រោយទៀតដែលខ្ញុំអាប់ឡូតបន្តណាអញ្ចឹងអរគុណច្រើនបងប្អូនហើយទី1គឺវាសត្វល្អិតហ្នឹងគឺវាសម្បូរទៅដោយប្រូតេអ៊ីននៅក្នុងសត្វល្អិតឆៅណានៅក្នុងសត្វល្អិតឆៅចំនួន100ក្រាមគឺវាមាន9ទៅ65ក្រាមនៃប្រូតេអ៊ីនវាក៏អាស្រ័យទៅតាមប្រភេទសត្វល្អិតដែលបងប្អូនទទួលទានផងដែរហើយសត្វល្អិតដែលផ្ដល់នៅប្រូតេអ៊ីនច្រើនជាងគេបំផុតនោះគឺសត្វកណ្ដូបនិងសត្វពីងពាងណាហើយប្រូតេអ៊ីនដែលវាមានផ្ទុកនៅក្នុងសត្វល្អិតនោះគឺស្រដៀងទៅនឹងប្រូតេអ៊ីនដែលយើងមាននៅក្នុងពងមាន់ឬក៏100ក្រាមនៃសត្វជ្រូកចំណែកឯសត្វដង្កូវដួងគឺវាសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ខ្លាំងផងដែរក្នុងចំណោមសត្វល្អិតទាំងអស់ណាហើយទី2គឺវាបញ្ចុះនៅជាតិខ្លាញ់ហើយបងប្អូនជឿថាតើសត្វល្អិតវាមានផ្ទុកនៅឈីទីននៅក្នុងនៅពេលដែលឈីទីនត្រូវបានរំលាយធ្វើឲ្យផ្នែកខ្លះរបស់វាคล้ายទៅជាឈីតូសែនដែលវាតបជាប់ទៅនឹងខ្លាញ់ណាបន្ទាប់មកធ្វើឲ្យកម្រិតខ្លាញ់ហ្នឹងខ្លាញ់របស់យើងហ្នឹងវាថយចុះអញ្ចឹងណាបងប្អូនហើយទី3គឺវាជួយទប់ទល់នឹងការឆ្លងមេរោគផ្សិតនៅក្នុងបំពង់រំលាយអាហារហើយនេះក៏ជាលទ្ធផលនៃឈីទីននិងឈីតូសានផងដែរបងប្អូនហើយចំណុចទី4គឺសត្វល្អិតគឺជាប្រភពចំណីអាហារល្អនិងមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលនេះបើយោងតាមការរាយការណ៍នៃអង្គការស្បៀងអាហារពិភពលោកឬក៏ FAO ស្ដីពីសត្វល្អិតដែលអាចបរិភោគបាន
វាគឺជាក្តីសង្ឃឹមនៃអនាគតសម្រាប់សន្តិសុខស្បៀងនិងចំណីអាហារណាហើយចំណុចទី5គឺក្រៅពីមានជាតិប្រូតេអ៊ីនខ្ពស់ដែលងាយស្រួលរស់នៅវាក៏សម្បូរទៅដោយជាតិរ៉ែផ្សេងទៀតដូចជាផាស្វ័រប៉ូតាស្យូមនិងវីតាមីន B ផងដែរបងប្អូនចឹងអរគុណច្រើនបងប្អូនវីដេអូខ្ញុំមានប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនពេញចិត្តនៅវីដេអូខ្ញុំដែលខ្ញុំចែកម្លែកពីស្លឹកបំពងវាជួយឲ្យខ្លាញ់របស់យើងថយចុះធ្លាក់ចុះអញ្ចឹងណាបងប្អូនអញ្ចឹងអរគុណច្រើនបងប្អូនយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទ